ជាធម្មតា software update នីមួយៗវាតែងតែមានបាត់នៅក្នុងហ្នឹងតាក់ទងជាមួយការ hack តាក់ទងមួយ banking អីក៏យើងត្រូវការសម្រាប់ខ្ញុំការ update វាមានផលល្អនិងផលអត់ល្អជាធម្មតា software update នីមួយៗវាតែងតែមានបាត់នៅក្នុងហ្នឹងក៏ប៉ុន្តែយើងអត់ដែលដឹងអីអញ្ចឹងបានថាគេចេញ beta ដើម្បីគេ testing សិនហ្នឹងហើយអញ្ចឹងបានថាតាក់ទងជាមួយ beta សម្រាប់បងប្អូនដែលជា end user ហ្មងគឺខ្ញុំអត់សូវ recommend ឲ្យ update ទេព្រោះដោយសារជា software មួយគេ testing តែវាមានបញ្ហាអីអត់អញ្ចឹងបានគេបែងចែក beta និង public នៅពេលដែលអា beta ហ្នឹងគេ testing ហើយអត់មានបញ្ហាអីបានគេចេញជា public ក៏ប៉ុន្តែមិនប្រកាសថា public ហ្នឹងអត់មានបញ្ហាពេលខ្លះក៏មានបញ្ហាដែរអញ្ចឹងបានពេលខ្លះគេព្យាយាម update រហូតពីមួយ software ទៅមួយ software ដូចពេលខ្លះទៅគេចេញ 26.1 ពេលខ្លះទៅ 26.1.0 យើងធ្លាប់ឃើញណាឧទាហរណ៍ទេអញ្ចឹងមិនប្រកាសថា public ហ្នឹងវាអត់មានបញ្ហាទេព្រោះដោយសារអីយើងដឹងស្រាប់អីversion យើងមាន model ច្រើន iPhone 1 2 3 4 5អញ្ចឹងវាតែងតែមានចន្លោះប្រហោងតិចតួចទេវាតែងតែមានហើយអញ្ចឹងព្យាយាម update ទៅហ្នឹងឯងតែ update គឺវាល្អជាងបាទវាល្អជាងនៅពេលដែលយើងនៅប្រើ version តែព្រោះដោយសារវាប៉ះពាល់តាក់ទងជាមួយមិនថាតាក់ទងជាមួយការ hack តាក់ទងមួយ banking អីក៏យើងត្រូវការ update